ជំរាបសួរពុកម៉ែបងប្អូនជីវិតក្មេងអ្នកស្រែរាល់ថ្ងៃមានតែដឹកគោនិងមើលថែសត្វជីវិតមិនសូវមានភាពទំនើបដូចអ្នកខ្លះទេសូមបងប្អូនជួយស្រឡាញ់និងអាណិតអ្នកស្រែហើយកុំមើលងាយពួកគាត់ព្រោះពួកគាត់ខិតខំប្រឹងប្រែងផលិតស្បៀងអាហារសម្រាប់សង្គមសូមអរគុណ